ចាសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំទាំងពីរនាក់ចង់មកណែនាំបងប្អូនអំពីអង្ករបុរាណខ្មែរមួយប្រភេទដែលបងប្អូនមួយចំនួនគឺគាត់បានស្គាល់ហើយប៉ុន្តែបងប្អូនមួយចំនួនទៀតគឺមិនទាន់បានស្គាល់ទេនោះគឺជាអង្ករនាងអំចាបងហើយនាងអំនឹងដែរជាពូជស្រូវបុរាណមួយប្រភេទដែលត្រូវបានរកឃើញដោយស្ត្រីចម្នះម្នាក់ឈ្មោះអំដែលមានប្រភពចេញពីឃុំស្វាយជ្រះស្រុកស្នួលខេត្តក្រចេះហើយសម្រាប់អង្ករនាងអំវិញគឺមានក្លិនក្រអូបប្រហើររសជាតិឆ្ងាញ់មានទម្ងន់ធ្ងន់ម្យ៉ាងវិញទៀតវាមានដើមរឹងងាយស្រួលដាំដុះហើយក៏ធន់នឹងអាកាសធាតុទៀតផងអ្វីដែលបងប្អូនគួរតែគាំទ្រអង្ករខ្មែរទីមួយគាំទ្រផលិតផលដែលមាននៅក្នុងស្រុកជួយលើកតម្កើងសេដ្ឋកិច្ចជាតិជួយជំរុញឲ្យកសិករមានការងារធ្វើនិងកាត់បន្ថយចំណាកស្រុកហើយទី2បងប្អូននឹងទទួលបានអង្ករធម្មជាតិគ្មានជាតិគីមីនៅពេលដែលបងប្អូនញ៉ាំទៅនឹងទទួលបានអាហារូបត្ថម្ភពេញលេញចាជាចុងក្រោយយើងខ្ញុំទាំងពីរនាក់សូមសំណូមពរពុកម៉ែបងប្អូនឲ្យជួយគាំទ្រថែរក្សាអង្ករខ្មែរបុរាណមួយប្រភេទនេះទាំងអស់គ្នាសូមអរគុណ